គួតបាទធ្វើបាទស្នូជួងបាទលឺឡើងយើងរីករាយទស្សនាការប្រកួតបាទគូពិសេសទី2ទឹកទី1តែម្ដងបាទទម្ងន់54គីឡូក្រាមដោយគូមុនដែរបាទគូមុនទម្ងន់54គីឡូក្រាមបាទសង្វៀនថ្មីបាទប្រកួតមុនគេផ្ដួលគូប្រកួតក៏លឿនជាងគេឥឡូវនេះយើងទស្សនាការប្រកួតបាទគូពិសេសទី2បាទបងគោលខៀវកពស់ខ្ពស់ជាងតិចបាទក៏ប៉ុន្តែបាត់ពិសោធន៍រៀងតិចជាងបាទសិស្សរបស់លោកគ្រូផាត់ស្ដាប់បាទជាមួយនឹងសិស្សរបស់លោកគ្រូពេជ្រសុផាន់បាទសុទ្ធសឹងតែក្លឹបដែលកំពុងតែសម្ពោធទៅដោយធនធានគុណខ្មែររបស់យើងបាទដើរចូលពីពេជ្រភោផងអាយ៉ាលុកណាត់ដៃស្ដាប់មួយចូលដងខ្លួនបាទប្រកួតចុងក្រោយឈ្នះដូចគ្នាបាទណែបាទជង្គង់ឆ្លង VH មួយបាទព្យាយាមផ្ទាត់បាទជង្គង់របស់ដាច់ចៃជង្គង់ដាច់ចៃបាទណែចូលចាប់បាទទាញចាក់បវលមកជង្គង់ស្ដាំរបស់ដាច់ចៃលោកអញ្ញាកណ្ដាលចាប់បបែកបាទហើយនៅខាងក្រៅឯនោះកីឡាករនីបាទរិទ្ធីវ៉ាន់និចក៏ត្រៀមធ្វើការប្រកួតបាទគូទី5ជាមួយនឹងកីឡាករនីអាមេរិកក៏មកជួយបោះប្លង់ជូនដល់បាទមិត្តរួមក្លឹបបាទលុកណាត់ដៃស្ដាំមួយដាច់ចៃបាទចូលចាប់តែជង្គង់ដាច់ចៃខ្ទាស់មួយជង្គង់ដាច់ចៃលោកអញ្ញាកណ្ដាលចាប់បបែកបាទគូនេះគេថាចាប់ដើមលេងធ្ងន់ហើយបើមិនដឹងថាអាចឆ្លងទៅដល់កងពាន់ទី2ទី3ឬក៏សន្លប់នៅក្នុងទឹកមួយដូចគូមុនដាក់ចូលទៅណាត់ដៃស្ដាំមកពេជ្រភោផងអូយ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165
បាទអូបាទថាមិនទាន់រួចពីមាត់ទេណាឥឡូវនេះគូទី2ក៏ត្រឹមតែទឹកទី1ដូចគូមុនដែរបាទបង្គោលក្រហមបាទគឺភូផង់បាទឲ្យធ្វើឲ្យដាច់យ៉ៃបាទគឺមកដៃបាញ់មិញស្អាតមែនទែនបាទអូយបាទលឿនមែនទែនបាទនេះរូបភាពបងប្អូនដែលអញ្ជើញមកទស្សនាផ្ទាល់យ៉ាងច្រើនកុះកបាទនៅស្រុកស្វាយតូចជាមួយនឹងការប្រកួតបាទនៅលើសង្វៀន Dragon គុណខ្មែរបាទយ៉ាងណាទៅហើយបាទនេះយើងទស្សនារូបភាពបន្តិចសិនបាទលោកញាក់ឆ្វេងរបស់ភូផង់មួយដៃឆ្វេងដេញតាមហើយមួយដៃស្ដាំកន្លែងនេះបាទចូលពេញក្បាលពោះបាទចូលពេញតែម្ដងបាទធ្វើឲ្យដាច់យ៉ៃគឺមិនអាចបន្តការប្រកួតទេបាទត្រឹមទឹកទី1នេះបាទយើងទស្សនាម្ដងទៀតបាទនេះមួយដៃស្ដាំត្រង់ចំណុចនេះហើយបាទគឺមួយដៃនេះគឺផ្ដាច់បាទគឺបញ្ចប់សពគ្រប់តែម្ដងការប្រកួតបាទនៅក្នុងទឹកទី1នេះបាទនេះរូបភាពបងអាចជូនបងប្អូនជាថ្មីនេះមួយដៃស្ដាំរបស់ពេជ្រភូផង់បាទនេះទស្សនាម្ដងទៀតបាទដើរចូលហើយក៏នេះមួយដៃពេញតែម្ដងមួយដៃស្ដាំរបស់ពេជ្រភូផង់បាទធ្វើឲ្យដាច់យ៉ៃបាទគឺមិនអាចបន្តការប្រកួតបានទេអរគុណណាស់ស្ដាប់ការប្រកាសលទ្ធផលជាផ្លូវការបាទចាសូមអរគុណបង្គោលក្រហមពេជ្រភូផង់ឈ្នះកីឡាករបង្គោលខៀវនិងបង្គោលខៀវស្លាប់ក្នុងទឹកទី1បាទអរគុណច្រើនអបអរសាទរទៅដល់កីឡាករពេជ្រភូផង់ភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពី Yinsen